នពួកខ្ញុំទាំងអស់គ្នាជាសិស្សថ្នាក់ទី6កពីនៃសាលាបឋមសិក្សាចំពោះ1ថ្ងៃនេះពួកខ្ញុំទាំងអស់គ្នាបានចូលមកទស្សនកិច្ចសិក្សាស្រាវជ្រាវអំពីសត្វព្រៃក្នុងភ្នំតាម៉ៅសត្វភ្នំតាម៉ៅស្ថិតនៅក្នុងខេត្តតាកែវពួកខ្ញុំចេញពីភ្នំពេញតាមរយៈផ្លូវជាតិលេខ2ចម្ងាយប្រហែលជា40គីឡូម៉ែត្ររួចបោះស្ដាំដៃប្រហែលជា5គីឡូម៉ែត្រដោយប្រើរយៈពេលធ្វើដំណើរតាមរយន្តអស់រយៈពេល45នាទីទើបទៅដល់ភ្នំតាម៉ៅជាដំបូងលោកគ្រូបានណែនាំពួកខ្ញុំអំពីការសិក្សាស្រាវជ្រាវនិងបានចែកក្រុមដល់ពួកខ្ញុំទាំងអស់គ្នាហើយក្នុងក្រុមត្រូវមានសៀវភៅប៊ិចសម្រាប់កត់ត្រាឈ្មោះសត្វនិងប្រភេទសត្វពួកខ្ញុំបានធ្វើដំណើរឡើងភ្នំលេងបណ្ដាសិក្សាបណ្ដាយ៉ាងសប្បាយរីករាយពេលធ្វើដំណើរឡើងភ្នំពួកខ្ញុំឃើញដើមឈើធំនិងមានពណ៌បៃតងខ្ចីជាឥឡូវនេះពួកខ្ញុំបានធ្វើដំណើរមកដល់សួនសត្វភ្នំតាម៉ៅហើយពួកខ្ញុំបានឃើញសត្វព្រៃជាច្រើនដូចជាអូត្រីក្រពើសត្វមាន់តូបពណ៌ប្រាក់សត្វមាន់តូបពណ៌មាសសេកខ្មៅរមមាំងតូចបង្ខត់ពស់វែករនាមផេខ្លួនរលោងឆ្មាដាវកង្កោតួឯកដែលកំពុងល្បីនៅក្នុងតាម៉ៅគឺអូនលំផាត់ហើយពួកខ្ញុំបានមកដល់ជួបអូនលំផាត់អូនចំណាននិងអូនឡាក់គីប្រហែលជាម៉ោង11ថ្ងៃត្រង់ជាងពួកខ្ញុំបានសម្រាប់បន្តិចដើម្បីញ៉ាំបាយថ្ងៃត្រង់ព្រោះមិត្តភក្តិរបស់ខ្ញុំបានឆ្លៀតពេលដើម្បីទៅដណ្ដើមកូនក្មេងលេងយ៉ាងសប្បាយរីករាយក្រោយពីសម្រាប់លេងបន្តិចពួកខ្ញុំបានធ្វើដំណើរមកទស្សនកិច្ចសិក្សាបន្តឥឡូវនេះពួកខ្ញុំបានបញ្ចប់ការទស្សនកិច្ចសិក្សាហើយតាមក្រុមនីមួយៗចាប់ផ្ដើមពិភាក្សាគ្នានិងបានឡើងធ្វើបទបង្ហាញរួចលោកគ្រូបានប្រកាសវិញ្ញាបនបត្រក្លឹបធរណីវិទ្យាកម្ពុជាដល់សិស្សទាំងអស់គ្នាដែលបានចូលរួមទស្សនកិច្ចសិក្សាស្រាវជ្រាវដើម្បីជាកិច្ចបញ្ចប់ក្រុមយកខ្ញុំទាំងអស់គ្នាសូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូនាយកសាលាបឋមសិក្សាចំពោះវត្តលោកគ្រូខំផាឡាដែលជាគ្រូប្រចាំថ្នាក់របស់ពួកខ្ញុំនៅក្លឹបធរណីវិទ្យាដែលបានជួយដឹកនាំក្រុមក្នុងការទស្សនកិច្ចជាចុងក្រោយពួកយើងទាំងអស់គ្នាបានថតរូបទុកជាអនុស្សាវរីយ៍